បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទតាសូមស្វាគមន៍មកកាន់ Channel ភេទដើមឈើកម្ពុជាសារជាថ្មីបាទថ្ងៃនេះមកដើរលេងព្រៃពុកម៉ែបងប្អូននៅក្បែរចំការទេប៉ុន្តែឃើញដើមឈើមួយពុកម៉ែបងប្អូនប៉ុន្តែដើមនេះខ្ញុំធ្លាប់បង្ហាញវីដេអូមុនហើយពុកម៉ែបងប្អូនបាទនេះគេហៅថាដើមបេងប៉ុន្តែចង់ចែករំលែកដើមឈើនេះម្ដងទៀតតាក់ទងនឹងផ្លែវាពុកម៉ែបងប្អូនដោយសារតែឥឡូវនេះវាផ្លែលើពុកម៉ែបងប្អូនបាទដើមបេងនេះតូចដែរទេពុកម៉ែបងប្អូនបាទមុខកាត់ប្រហែលជា20 សង់ទីម៉ែត្របាទហើយដោយសារតែវានៅតូចដើមខ្ចីវាពណ៌ចឹងបងប្អូនប៉ុន្តែដើមចេកដើមចាស់ពណ៌ស្តៀងតែគ្នាបងប្អូនបាទសម្បកវារៀងស្មូតរលោងវាមិនរលោងទេបងប្អូនវាអត់ប្រេះកាឡាជ្រៅដូចឈើប្រភេទផ្សេងគឺសម្បកបេងគឺសម្បកវារៀងស្ដើងហើយសាច់វាប្រេះសម្បករៀងតិចហើយពណ៌វាចម្រុះគឺមានពណ៌រៀងសលាយប្រផេះលាយពងមាន់បាទពងមាន់ស្រាលហើយវាលក្ខណៈសម្បកវាគឺគ្រើមតិចបាទវាមិនមែនប្រេះកាឡាជ្រៅដូចឈើឆ្លិចឬក៏ដូចជាផ្ចឹកអីបងប្អូនណាសម្បកវាសាច់វារៀងស្មូតជាប់ជាមួយនឹងដើមហ្មងបាទនេះដើមបេងបាទការពិតព្រៃសម្បូរបេងបងប្អូនបាទប៉ុន្តែបច្ចុប្បន្នគឺខ្លាយវាចំការគេអស់ហើយបាទនៅសល់ព្រៃនេះខ្លាយជាក្នុង 4-5 ហត្ថដែលម្ចាស់គេមិនទាន់កាប់ឆ្ការអញ្ចឹងសល់បេងនេះមកប្រហែលជា20 ជាងហើយបងប្អូនបាទតិចទៀតឡើងទៅថតផ្លែឲ្យម៉ែបងប្អូនបានឃើញថាផ្លែបេងមានរូបរាងយ៉ាងណាបាទបងប្អូនខ្ញុំបានឡើងមកដល់ចុងហើយបាទនេះហើយចង់មុននឹងបង្ហាញផ្លែចង់បង្ហាញស្លឹកជូតម៉ែបងប្អូនមើលសិនបាទនេះបងប្អូននេះស្លឹកបេងស្លឹកវាទំហំប្រហែលជាប៉ុនស្លឹកធ្នង់ដែរប៉ុន្តែវាអាចស្ដើងជាងបាទហើយសម្រាប់ពណ៌វាគឺមាន2បាទពណ៌ផ្នែកខាងលើដែលត្រូវពន្លឺព្រះអាទិត្យហ្នឹងគឺវាពណ៌រៀងបៃតងចាស់រលើបបាទចំណែកខាងខ្នងនេះគឺវារៀងស្លេកជាងគឺវារៀងបៃតងរៀងស្អាប់រៀងបែកជាពណ៌រៀងសវិញបាទអានេះលក្ខណៈសម្គាល់នៃស្លឹកបេងបងប្អូនអាចកត់សម្គាល់បានហើយសម្រាប់ស្លឹកវាដុះទល់គ្នាចេះដុះទល់គ្នាហើយក្នុងមួយធាងមេឃវានេះមួយធាងស្លឹកវានេះគឺវាមាន8 2 4 6 8 ស្លឹកបងប្អូនបាននេះរៀងយ៉ាង8ស្លឹក8ទាំងអស់បាទស្លឹកខេងក៏8ដែរបងប្អូន2 4 6 8ស្លឹកទូចក៏ដោយស្លឹកធាងតូចដោយធាងធំក៏ដោយក៏8ដែរបងប្អូន2 6 8អានេះចាក់ទងស្លឹកបេងប៉ុន្តែវីដេអូនេះក្នុងគោលបំណងចង់បង្ហាញអំពីបងប្អូនចាក់ទងនឹងផ្លែដោយសារតែវីដេអូមុនខ្ញុំអត់បានបង្ហាញវីដេអូជាផ្លែទេបងប្អូនបាទជារូបភាពតែឥឡូវនេះផ្លែបេងគឺបែបនេះបងប្អូនបាទផ្លែវារៀងសំប៉ែតហើយប្រវែងនៃផ្លែវាមួយចំអាមហើយអាចចូលចិត្ត2 ទឹកមួយទឹក 7មួយទឹក 8ឬក៏ផ្លែល្អអាចឡើង2 ទឹកដែរបងប្អូនបាទផ្លែវា
ហើយកម្រាស់វាវិញក្រាស់ហ្នឹងបងប្អូននេះបាទពីធ្នាប់ដៃក្រាស់ហើយបើតាមមើលតាមស្ថានភាពផ្លែវាគឺទឹកតែចាស់មិនទាន់ជាទុំទេបងប្អូនបាទនេះគេហៅផ្លែបេងបាទបងប្អូនធ្លាប់តែឮក្រេបេងទ្វាបេងតុកបេងកៅអីបេងប៉ុន្តែផ្លែវាមិនបងប្អូនអត់ដឹងឥឡូវនេះបានឃើញនេះបងប្អូនណាឡើងមកដល់ចុងថតចែកជូនពុកម៉ែបងប្អូនបានស្គាល់តែម្ដងបាទនេះហើយដើមដែលខ្ញុំកំពុងតែថតនេះគឺមិនសូវទីធំទេបងប្អូនបាទមានទំហំប្រហែលជាមកកាត់វាប្រហែលជាទង់គល់វាប្រហែលជា3 តឹកទេបងប្អូនហើយខាងនោះក៏មានដើមដែរនោះបងប្អូនខាងនោះអានោះដើមវាដោះចេញពីគល់ដែលគេកាប់ហើយបាទតែដើមដែលខ្ញុំកំពុងថតនេះវាដើមដែលវាដោះមកតែម្ដងហើយសូមអធិស្ឋានបងប្អូនដោយសារតែខ្យល់តិចនៅលើដើមបាទនេះផ្លែវាហើយចំពោះអត្ថប្រយោជន៍នៃដើមបេងនេះវិញប្រហែលជាពុកម៉ែបងប្អូនខ្លះគាត់បានស្គាល់ហើយក៏បានដឹងហើយអត្ថប្រយោជន៍នៃដើមបេងគឺយើងចាត់ទុកវាជាប្រភេទឈើប៉និតបងប្អូនបាទនៅលើដើមវាពិបាកថតតិចបាទសូមអធិស្ឋានបងប្អូនอีกสายอันนี้มันจะกลมបងប្អូនដោយសាររឿងថតក្រោមឡើងលើរឿងកង់អត់ទៅច្បាស់ហ្នឹងបងប្អូនមិនចង់ប៊ីធ្លាក់ទូរស័ព្ទដោយសារតែយើងពិបាកថតនៅលើចុងបងប្អូនអានេះវាផ្លែមកចកោមនេះលើបងប្អូនមើលនេះគឺផ្លែបេងរូបរាងចឹងបងប្អូនណាអត់បានស្គាល់អាចទស្សនាវីដេអូខ្ញុំបានបាទផ្លែច្រើនប៉ុន្តែក៏ស្ដាយដែលយើងមកអត់ទាន់វាពេលវាផ្កាបើតាមខ្ញុំមើលរូបភាពផ្កាវាគឺស្អាតដែរបងប្អូនបាទអានេះបានឃើញតែមិនទាន់ផ្លែបាទហើយចំពោះអត្ថប្រយោជន៍ដើមបេងហើយបងប្អូនធ្លាប់ស្គាល់ឬក៏បានដឹងហើយណាដើមបេងគឺជាប្រភេទឈើប៉និតបាទយើងចាត់ទុកប្រភេទឈើប៉និតហើយឬក៏ហៅថាប្រភេទឈើលេខ1ដោយសារតែវាមានតម្លៃថ្លៃបាទហាក់ប្រហែលនឹងកញ្ញុងដែរបើសិនជាយើងនិយាយទៅបាទតម្លៃដើមបេងក្លឹមបេងជាមួយនឹងកញ្ញុងផាក់ប្រហែលគ្នាទេបាទប៉ុន្តែគាត់កញ្ញុងគេថ្លៃជាងបាទអត្ថប្រយោជន៍គឺយើងអាចយកក្លឹមបេងទៅកែច្នៃទៅជាសម្ភារៈប្រើប្រាស់ដូចជាគ្រឿងសង្ហារឹមផ្សេងមានតុមានទូមានកៅអីមានទ្វារមានគ្រឿងចម្លាក់អីផ្សេងសុទ្ធតែរបស់មានតម្លៃដែលអាចធ្វើពីក្លឹមបេងបានមកបងប្អូនបាទនេះជាអត្ថប្រយោជន៍របស់ដើមបេងបាទហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងបងប្អូនគាត់ថាចង់បង្ហាញបងប្អូនអំពីលក្ខណៈនេះផ្លែបេងថារូបរាងវាយ៉ាងម៉េចហើយពណ៌បេងពណ៌ផ្លែបេងគឺបើខ្ចីវាពណ៌បៃតងដូចស្លឹកចឹងបាទតែបើវារឿងចាស់អញ្ចឹងទៅវាមានពណ៌បែករឿងថាពងមាន់ក៏ត្រូវថារឿងពណ៌ពងមាន់ចាស់វាពិបាកថាបងប្អូនពណ៌នេះជាងវាមិនចំពណ៌ណាមួយច្បាស់លាស់ប៉ុន្តែពណ៌ចម្បងវានៅពេលខ្ចីគឺវាបែបពណ៌បៃតងចាស់ពេលវាទុំគឺពណ៌ស្លាទុំបាទស្ដែងនឹងបងប្អូនបាទហើយក៏អរគុណសម្រាប់ពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំតែពុកម៉ែបងប្អូនជួយចែករំលែកបាទអរគុណវីដេអូខ្ញុំមានតែប៉ុណ្្នឹងជួបខ្ញុំនៅវីដេអូក្រោយទៀតបាទ